នៅពេលខ្ញុំមានអាយុ10ឆ្នាំខ្ញុំបានរត់ចេញពីផ្ទះជាមួយកូនប្រុសអ្នកជិតខាងមុនពេលគាត់បានបដិសេធខ្ញុំបានអូសដៃគាត់ទៅការិយាល័យចុះ Ada Silver តតែម្ដាយខាងប្រុសមកស្ទាក់ផ្លូវខ្ញុំនៅអាយុ12ឆ្នាំខ្ញុំចាំបានតែឃ្លារបស់តួឯកស្នេហាក្នុងភាពយន្តស្នេហាប៉ុណ្ណោះហើយខ្ញុំបានទៅណាត់ជួបជាមួយប្រុសសង្ហាបំផុតក្នុងថ្នាក់ដោយជោគជ័យប៉ុន្តែពេលខ្ញុំសួរគាត់ថាបងចង់មានកូនប៉ុន្មាននាក់គាត់ភ័យខ្លាចដល់ថ្នាក់បដូរសាលាភ្លាមខ្ញុំបានកើតក្នុងគ្រួសារដ៏រីករាយមួយបងស្រីច្បងទទួលបានភាពឆ្លាតពីឪពុករបស់ខ្ញុំបងស្រីទី2របស់ខ្ញុំគឺស្អាតដូចម្ដាយរបស់ខ្ញុំតែខ្ញុំវិញទទួលបានត្រឹមខួរក្បាលស្នេហារបស់គាត់ប៉ុណ្ណោះរៀងរាល់ថ្ងៃខ្ញុំនៅលើគ្រែអានតែប្រឡំលោកស្នេហាស្រមើស្រមៃថានឹងមានបុរសសង្ហាម្នាក់មកស្រឡាញ់ខ្ញុំប៉ុន្តែពេលនាំទៅអនុវត្តជាក់ស្ដែងវិញខ្ញុំតែងតែបរាជ័យជានិច្ចប៉ុន្តែខ្ញុំមិនបានបោះបង់ចោលទេខ្ញុំបន្តស្រាវជ្រាវអំពីចំណេះដឹងក្នុងការណាត់ជួបហើយចាប់ផ្ដើមអានប្រឡំលោកស្នេហាបែបបុរាណដោយសារតែខ្ញុំស្រឡាញ់ការអានខ្ញុំបានដាក់ពាក្យចូលរៀនផ្នែកអក្សរសាស្ត្រនៅមហាវិទ្យាល័យហើយក៏បម្រើជាអ្នកគ្រប់គ្រងបណ្ណាល័យផងដែរមានពេលមួយខណៈដែលខ្ញុំកំពុងអានសៀវភៅមាននរណាម្នាក់ទេស្មាខ្ញុំអ្នកអាចជួយខ្ញុំស្វែងរកសៀវភៅមួយបានទេប៉ុន្តែខ្ញុំមិនបានលឺអ្វីដែលគាត់និយាយទេចិត្តខ្ញុំមានតែបុរសសង្ហានៅក្បែរខ្ញុំប៉ុណ្ណោះគាត់សង្ហាណាស់ដូចជាបុរសដែលចេញមកពីសៀវភៅអញ្ចឹងខ្ញុំសន្យាបានថាខ្ញុំអាចមើលឃើញពន្លឺមួយលើក្បាលគាត់ចិត្តខ្ញុំពោពេញទៅដោយរូបដ៏សង្ហារបស់គាត់ខ្ញុំសង្ឃឹមថាគាត់បង្ហាញមុខទៅទីណាមួយដោយចៃដន្យឈ្មោះរបស់គាត់គឺវិសាលពួកយើងបានជែកគ្នាយ៉ាងសប្បាយគាត់ថែមទាំងយល់ព្រមណាត់ជួបជាមួយខ្ញុំទៀតផងការណាត់ជួបបានរៀបចំនៅភោជនីយដ្ឋានរំចង់នៅទីក្រុងអ្វីដែលធ្វើឲ្យខ្ញុំខកចិត្តកូវីដជាមិត្តភក្តិក៏មកតាមដែរទោះបីជាវិសាលមើលទៅឈួតបន្តិចប៉ុន្តែរូបរាងដ៏ល្អរបស់គាត់គឺគ្រប់យ៉ាងហើយអ្វីបានជាអ្នកមិនធ្វើជាតារាម៉ូដែលទៅបើអ្នកសង្ហាបែបនេះហើយអ្វីខ្ល้ายជាបណ្ណារៈតើអ្នកគិតថាខ្ញុំអាចធ្វើជាម៉ូដែលបានទេជាការពិតណាស់អ្នកគឺជាស្រីស្អាតបំផុតដែលខ្ញុំធ្លាប់ឃើញខ្ញុំសម្លឹងមើលវិសាលទាំងទឹកមុខស្រឡាញ់គាត់គឺជាព្រះអង្គម្ចាស់នៃសុបិនរបស់ខ្ញុំបានចាប់ផ្ដើមស្រមើស្រមៃអំពីការថាគាត់រួចហើយយើងចាប់ផ្ដើមណាត់ជួបយ៉ាងលឿនខ្ញុំគិតថាគាត់ដូចតួអង្គក្នុងប្រឡំលោកស្រឡាញ់តួឯកស្រីខ្លាំងណាស់ប៉ុន្តែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គាត់នឹងមិនឲ្យខ្ញុំទិញរោគស្អាតទេពួកគេតែងតែណែនាំខ្ញុំអំពីសម្លៀកបំពាក់ហួសសម័យទាំងនោះនេះធ្វើឲ្យខ្ញុំពិបាកចិត្តណាស់នៅថ្ងៃខួបកំណើតអាយុ20ឆ្នាំរបស់ខ្ញុំនៅតាមផ្លូវខ្ញុំបានឃើញរោគពណ៌ផ្កាឈូកដ៏ស្រស់ស្អាតមួយស្អាតណាស់តើអ្នកលេងសើចទេរោគនេះថ្លៃពេកហើយអ្នកមិនអាចមានលទ្ធភាពទិញវាបានទេខ្ញុំបានសន្សំប្រាក់បានខ្លះអាវនេះតម្លៃស្មើប្រាក់ខែ20ឆ្នាំរបស់អ្នកទោះបីជាវាមិនមែនច្រើនសម្រាប់ខ្ញុំក៏ដោយតែខ្ញុំមិនចង់ឲ្យអ្នកខ្លាចជាមនុស្សស្រឡាញ់តែប្រាក់ទេអ្នកត្រូវចំណាយសម្រាប់វាដោយខ្លួនឯងតើអ្នកយល់ទេទៅទិញរបស់ដែលថោកជាងកុំមើលមកខ្ញុំបែបនេះខ្ញុំចង់លើកទឹកចិត្តអ្នកឲ្យរកប្រាក់បន្ថែមខ្ញុំមិនចង់ទេនាំបណ្ណារៈទៅពិធីជប់លៀងឪពុកម្ដាយខ្ញុំតើអ្នកចង់ជួបឪពុកម្ដាយរបស់អ្នកទេឪពុករបស់វិសាលកាន់កាប់អាចលទ្របនៅពាក់កណ្ដាលទីក្រុងខ្ញុំចង់ស្លៀកពាក់ឲ្យស្អាតបន្តិចដូច្នេះខ្ញុំបានខ្ចីលុយពីបងស្រីខ្ញុំបានទិញរ៉ូបនោះមកខ្ញុំក្រុងនឹងប្រគល់វាទៅហាងវិញបន្ទាប់ពីបានជួបឪពុកម្ដាយគាត់ថ្ងៃជប់លៀងគ្រប់គ្នាបានស្លៀកពាក់យ៉ាងប្រណិតខ្ញុំមានអារម្មណ៍ថាខ្ញុំមិនសមនឹងកន្លែងនោះសោះបន្តិចក្រោយមកខ្ញុំបានឃើញវិសាលគាត់កំពុងកំសាន្តជាមួយមិត្តភក្តិជាច្រើនដូច្នេះខ្ញុំនៅស្ងៀមស្ងាត់នៅមួយជ្រុងដើម្បីរងចាំអញ្ចឹងពវិតបានដល់មកតារាខ្ញុំសូមអញ្ជើញឡើងរាំបានទេអរគុណខ្ញុំមានសង្សារហើយអ្នកប្រហែលជាមិនបានឃើញក្បាច់រាំរបស់ខ្ញុំទេនិយាយរួចក៏លោតឡើងដូចស្វាខ្ញុំទុកសំណើចមិនបានប៉ុន្តែវិសាលមិនបានមើលមកខ្ញុំទេគាត់ផ្ដោតតែលើការនិយាយជាមួយក្មេងស្រីប៉ុណ្ណោះពួកគេថែមទាំងអបគ្នាទៅវិញទៅមកទៀតផងទីបំផុតខ្ញុំមិនអាចយកវាទៀតទេសម្លាញ់តើអ្នកមិនណែនាំខ្ញុំឲ្យស្គាល់មិត្តរបស់អ្នកទេតើនេះជាបណ្ណារៈដែលអ្នកបានរំលឹងមែនទេជារឿយគាត់និយាយអំពីម្ដាយរបស់ខ្ញុំគាត់និយាយថាខ្ញុំជាមនុស្សដែលស្រឡាញ់ពេកពិបាកដកចិត្តសម្លៀកបំពាក់របស់នាងពិបាកមើលណាស់សក់របស់គាត់ដូចជាសម្បុកប៉ាសីពិតជាគ្មានស្ទីអីសោះខ្ញុំក៏ចូលចិត្តប្រើថ្នាំដុសធ្មេញមានរសជាតិទុរេនដែរតើអ្វីដែលគាត់និយាយគឺជាការពិតខ្ញុំពិតជាគ្មានតម្លៃនៅក្នុងភ្នែករបស់អ្នកមែនទេនោះគ្រាន់តែជាការលេងសើចរវាងមិត្តភក្តិប៉ុណ្ណោះកុំយកវាដាក់ក្នុងចិត្តអីខ្ញុំយកកៅទឹកផ្លែឈើពីលើតុហើយចាក់លើមុខគាត់វាគ្រាន់តែជាការលេងសើចនៅលើមុខរបស់គាត់ប៉ុណ្ណោះកុំយកវាដាក់ក្នុងចិត្តអីដោយវិធីនេះយើងឆ្លោះគ្នាវិសាលមើលមកខ្ញុំដោយការភ្ញាក់ផ្អើលប៉ុន្តែពេលខ្ញុំងាកមកវិញខ្ញុំបានក្រឹកជើងគាត់ក៏បានវាអ្នករត់ទៅម្នាក់រ៉ូបថ្មីរបស់ខ្ញុំក៏ខ្វក់ដែររ៉ូបនេះទិញដោយលុយខ្ញុំខ្ចីគេផងខ្ញុំខ្សែធន់ហើយមើលទៅបន្ទាប់ពីនោះវិសាលបន្តទូរស័ព្ទប៉ុន្តែខ្ញុំមិនបានឆ្លើយទេជាមួយគ្នានោះបវិតក៏បានរកខ្ញុំដែរតើវិសាលបានផ្ញើអ្នកទេអ្នកជាមនុស្សរបស់គាត់ឬខ្ញុំមិនមែនជាមនុស្សរបស់គាត់ទេវាគ្រាន់តែថាគ្រួសារយើងមានចំនួនជាមួយគ្នានេះគឺសម្រាប់អ្នកខ្ញុំបានមើលសម្លៀកបំពាក់របស់អ្នកកាលពីម្សិលមិញខ្ញុំបានទិញឲ្យអ្នកថ្មីសូមទោសខ្ញុំមិនគួរជាកំហឹងដាក់អ្នកទេខ្ញុំមិននឹកស្មានថាវិសាលជាមនុស្សបែបនេះទេគាត់តែងតែបែបនេះបវិតប្រាប់ខ្ញុំអាទិត្យមិត្តស្រីរបស់គាត់បានបោកគាត់ជាមួយវិសាលអ្នកគួរឲ្យអាណិតណាស់ចុះហេតុអីក៏នៅតែជាមិត្តនឹងគាត់ទៀតខ្ញុំមិនមែនជាមិត្តរបស់គាត់ទេថ្ងៃនេះខ្ញុំមករកអ្នកដើម្បីឲ្យគាត់សងបុរសនោះមានទ្រព្យសម្បត្តិណាស់ខ្ញុំមិនអនុញ្ញាតឲ្យសង្សារចាស់ទៅណាត់ជាមួយអ្នកផ្សេងទេប្រសិនបើយើងនៅជាមួយគ្នាគាត់ប្រកាសជានឹងឈួតទាំងស្រុងខ្ញុំក៏ចង់សងសឹកវិសាលដែរដូច្នេះខ្ញុំបានយល់ព្រមពវិតបានអញ្ជើញខ្ញុំទៅកម្មវិធីខួបកំណើតរបស់គាត់ក្នុងមួយសប្តាហ៍ទៀតពួកគេថែមទាំងចំណាយ1លានដើម្បីទិញរ៉ូបដែលមានកំណត់សម្រាប់ខ្ញុំពួកគេនិយាយថាពួកគេធ្វើឲ្យភ្នែកឆ្កែរបស់វិសាលខ្វាក់តែម្ដងថ្ងៃនៃពិធីជប់លៀងវិសាលសម្លឹងមកខ្ញុំពួកគេបានឡើងមករកគាត់ខណៈដែលបវិតកំពុងសម្រាកក្នុងបន្ទប់ហេតុអ្វីខ្ញុំមិនចាប់អារម្មណ៍ថាអ្នកស្រស់ស្អាតបែបនេះមុនមិនស្លៀកពាក់បែបនេះពេលនៅជាមួយគ្នាដោយសារតែអ្នកអត់ចេះស្គាល់រសជាតិផ្ទាល់ខ្លួនទោះស្លៀកពាក់ស្អាតប៉ុណ្ណាក៏គ្មានប្រយោជន៍អ្វីដែរខ្ញុំមិនចង់ឲ្យរ៉ូបស្អាតរបស់ខ្ញុំខ្វក់ទេអ្នកអាចចាក់ចេញឥឡូវនេះបានបវិតនៅតែរងចាំខ្ញុំ
តើអ្នកអាចប្រៀបធៀបបវិតជាមួយខ្ញុំដូចម្តេចតើអ្នកអាចផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតបានទេអរគុណចំពោះការអញ្ជើញរបស់អ្នកប៉ុន្តែខ្ញុំបានបដិសេធអូដោយវិធីនេះខ្សែរ៉ូតរបស់អ្នករបូតហើយប៉ុន្មានថ្ងៃបន្ទាប់វិសាលដើរតាមខ្ញុំដូចកូនឆ្កែខ្ញុំអាចមើលបណ្ណាល័យបានច្រើនម៉ោងក្នុងពេលតែមួយខ្ញុំឲ្យសន្តិសុខដេញគាត់ចេញគាត់ក៏ផ្ញើផ្កាមកខ្ញុំជារៀងរាល់ថ្ងៃផែនការក៏ទទួលបានជោគជ័យគាត់កាន់តែថប់អារម្មណ៍ខ្ញុំកាន់តែសប្បាយកូវីដនិងខ្ញុំនៅជាមួយគ្នារាល់យប់ការពិភាក្សាអំពីជំហានបន្ទាប់កូវីដគឺទន់ភ្លន់ណាស់គាត់ក៏មានក្លិនក្រអូបផងដែរអ្វីដែលសំខាន់នោះគាត់ក៏ចូលចិត្តប្រឡំលោកបែបមនោសញ្ចេតនាដែរនេះបានបង្កើនការចូលចិត្តរបស់ខ្ញុំចំពោះគាត់យ៉ាងខ្លាំងគាត់តែងតែបងវាគ្គយបត់នៅពេលយើងញ៉ាំអាហារក្រៅតោះទៅប្រគំតន្ត្រីចុងសប្តាហ៍នេះតើវិសាលនឹងទៅទេតើវាសំខាន់ទេពិតណាស់អ្នកមិនចង់ធ្វើឲ្យគាត់អាម៉ាស់ទេខ្ញុំស្ទើរតែភ្លេចអំពីរឿងនោះនៅថ្ងៃនៃការប្រគំតន្ត្រីវិសាលបានយកខ្ញុំឡើងនៅក្នុងរថយន្តទំនើបរបស់គាត់វិសាលក៏មកដែរពួកគេនៅតែអង្គុយក្បែរយើងចម្រៀងបន្ទាប់វាជាអំណោយរបស់លោកវាងដល់លោកស្រីមេងខ្ញុំស្រក់ទឹកភ្នែកដោយក្តីរីករាយរឿងនេះរឹតតែរ៉ូមែនទិកជាងរឿងប្រឡំលោកទៅទៀតពវិតអបខ្ញុំយ៉ាងតឹងយើងបានស្ដាប់បទចម្រៀងដែលខ្ញុំពេញចិត្តជាមួយគ្នាខ្ញុំភ្លេចវិសាលទាំងស្រុងអញ្ចឹងវិសាលឡើងលើឆាកភ្លាមអ្នកគួរតែផ្ញើឲ្យខ្ញុំនៅបទចម្រៀងមួយនេះឧបាយកបែបនេះមានបុរសពីរនាក់វានារីម្នាក់វាបានធ្វើឲ្យទស្សនិកជននៅខាងក្រោមឆាកមានអារម្មណ៍ថាត្រូវបានគេចាក់ដោយឈាមមាន់ស្នាមញឹមរបស់ខ្ញុំភ្លឺផ្លែកណាស់អូនសម្លាញ់បងអើយមេងអូនសម្លាញ់ត្រឡប់មកខ្ញុំវិញមកបន្ទាប់ពីគាត់និយាយចប់គាត់ក៏ចាប់ដៃខ្ញុំត្រូវបានគេចាប់បានរវាងអ្នកទាំងពីរដូចជាកូនជៀមដែលបាត់ទុកចោលនេះជាប្រពន្ធរបស់ខ្ញុំមិនព្រមបែកគ្នាទេគ្រប់គ្រាន់ហើយទៅផ្ទះហើយចាំនិយាយគួរឲ្យអាម៉ាស់ណាស់ខ្ញុំមិនទាន់បាននិយាយចប់ផងកូវីដបានដល់មួយដៃលើគាត់វិសាលមិនចង់ឈ្នះទេពួកគេពីរនាក់បែបដូចសត្វចុកកំពុងឆេះក្តៅឈប់មានមនុស្សមើលច្រើនណាស់តើអ្នកឈឺទេអ្នកសួរថាខ្ញុំឈឺទេអ្នកជាអ្នកចាប់ផ្ដើមវាវិសាលបានរងរបួសវាជាយូរមកហើយតើអ្នកនៅតែគិតអំពីគាត់ទៀតទំនាក់ទំនងដ៏អាក្រក់ដែលអ្នកមានអារម្មណ៍ចង់វាបុរសណាម្នាក់ដែលអ្នកឃើញពាក្យរបស់បូវិតធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំងអ្នកទាំងពីរមានអាយុ20ឆ្នាំហើយប្រយុទ្ធនឹងពួកគេសម្រាប់ពួកគេប្រសិនបើអ្នកចង់ខ្ញុំបានចាក់ចេញដោយមិនមើលទៅក្រោយប្រឡំលោកគឺពោពេញទៅដោយគ្មានអ្វីដែលជាមនុស្សល្អคล้ายៗនោះទេប៉ុន្មានថ្ងៃបន្ទាប់ពួកគេទាំងពីរបានបន្តខំមកខ្ញុំបានភ្លុកពួកគេទាំងអស់ប៉ុន្តែពេលខ្លះខ្ញុំនឹកបូវិតថ្ងៃមួយពេលខ្ញុំធ្វើការនៅបណ្ណាល័យក្រុមការងារម្នាក់បានប្រាប់ខ្ញុំអំពីព្រឹត្តិការណ៍អក្សរសាស្ត្រនៅក្នុងទីក្រុងមានអ្នកនិពន្ធជាច្រើនដែលខ្ញុំចូលចិត្តគាត់មានសម្បត្តិបន្ថែមដូច្នេះខ្ញុំសម្រេចចិត្តទៅខ្ញុំបានឃើញវិសាលភ្លាមនៅពេលខ្ញុំទៅដល់ទីនោះមេងនាងមកដល់ហើយខ្ញុំមិនអាចញ៉ាំអ្វីទេប៉ុន្មានថ្ងៃមកនេះតើអ្នកកំពុងធ្វើអ្វីនៅទីនេះប៉ាខ្ញុំជាអ្នករៀបចំនៅទីនេះរហូតដល់ខ្ញុំបាត់បង់អ្នកខ្ញុំទើបតែដឹងថាខ្ញុំស្រឡាញ់អ្នកប៉ុណ្ណាត្រឡប់មកខ្ញុំវិញមកខ្ញុំមិនអនុញ្ញាតឲ្យអ្នកបន្តធ្វើបាបអ្នកស្រីមេងហេតុអ្វីបានជាអ្នកទាំងអស់គ្នានៅទីនេះសម្បត្តិគឺជាអំណោយសម្រាប់មិត្តរួមការងាររបស់អ្នកខ្ញុំដឹងថាអ្នកពិតជាចង់មកទីនេះព្រោះខ្ញុំយល់ពីអ្នកនឹងគោរពអ្នកសូមត្រឡប់មកខ្ញុំវិញកុំត្រឡប់មកខ្ញុំវិញតើអ្នកនឹងរៀបការជាមួយខ្ញុំមែនទេខ្ញុំមើលទៅពួកគេទាំងងឿងឆ្ងល់ខ្ញុំគ្រាន់តែចង់រត់ចេញពីទីនេះគេចាប់បានភ្លាមទាំងពីរនាក់ហើយពួកគេបានរុញដាក់គ្នាទៅវិញទៅមកកុំរត់ទៅណាខ្ញុំពិតជាស្រឡាញ់អ្នកបើអ្នកអាចយល់ព្រមខ្ញុំនឹងធ្វើជាសង្សាររបស់អ្នកខ្ញុំមិនអាចរត់ទៅណាទៀតទេខ្ញុំក៏ចង់ធ្វើជាសង្សាររបស់អ្នកដែរអានឹងវាពិបាកពេកហើយខ្ញុំអាចរកមនុស្សស្រីជាច្រើនដូចអ្នកតើអ្នកបានលឺអត់ស្អីគេខ្ញុំស្ដាប់អ្នកមិនបានទេឈោស្ងៀមហើយបង្វិលដោយក្លាហានមិនខ្លាចការលំបាកមេកាបានមកចាប់គាត់នៅទីបំផុតខ្ញុំបានទុកវាចោលគាត់ចាប់ខ្ញុំក្នុងពេលតែមួយខ្ញុំនៅតែចូលចិត្តសក់ស្ទៀងនេះបន្តិច